មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនកាលពីថ្ងៃអង្គារបានព្រមព្រៀងធ្វើការរួមគ្នាដើម្បីព្យាយាមដោះស្រាយភាពចលាចលជុំវិញបញ្ហាពាណិជ្ជកម្មសកលពិសេសការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងចេញពីឧបទ្វីបកូរ៉េឲ្យខាងតេបានប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជីមយុងបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីហ្គីរ៉ូអ៊ីស៊ីបាដែលមកបំពេញទស្សនកិច្ចដោយសុឆន្ទៈដើម្បីបង្ហាញពីការបដិញ្ញាចិត្តរបស់ជប៉ុនក្នុងការធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យពាណិជ្ជកម្មអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីកាំងយូជុងបានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីមេដឹកនាំទាំងពីរបញ្ចប់ជំនួបថាកូរ៉េខាងត្បូងនិងជប៉ុនក្នុងនាមជាអ្នកជិតខាងនិងជាដៃគូសហប្រតិបត្តិការពិភពលោកដែលមានមុខតំណែងប្រហាក់ប្រហែលគ្នាគួរតែធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាលោកស្រីបញ្ជាក់ថាមេដឹកនាំទាំងពីរបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមដែលសហគមន៍អន្តរជាតិកាត់ឡើងចំពេលបរិយាកាសភូមិសាស្ត្រនយោបាយនិងសណ្ដាប់ធ្នាប់ពាណិជ្ជកម្មមានភាពចលាចលហើយភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញអំពីការបដិញ្ញាចិត្តនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងចេញពីឧបទ្វីបកូរ៉េផងដែរទោះបីជាយ៉ាងណាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានប្រកាសក្តែងថ្មីនេះរួចមកហើយថាទោះបីនៅក្នុងតម្លៃណាក៏ដោយប្រទេសរបស់លោកដាច់ខាតនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការបញ្ចប់ការដាក់ទណ្ឌកម្មនោះទេ